កាត់សម្គាល់ឃើញមានដុំពកនៅត្រង់កដំបូងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេក៏ប៉ុន្តែយូរទៅបញ្ហាដុំពកនេះនៅតែបន្តមានហើយសង្ស័យក៏ទៅពិនិត្យស្វែងរកឃើញថាខ្លួនមានបញ្ហាមហារីកក្រពេញទីរ៉ូអ៊ីតដែលក្រុមគ្រូពេទ្យតម្រូវឲ្យវះកាត់ភ្លាមៗដើម្បីព្យាបាលឲ្យទាន់ពេលវេលាសម្លេងអនាម័យហាណាស្ដើងទន់មិនលេចជ្រាបប្រើប្រាស់បច្ចេកវិទ្យា 3D ស្រូបទឹកបានល្អផ្ដល់ភាពស្រទន់ដល់ស្បែកបញ្ហាមួយនេះកើតមានពិតទៅលើ Britney ដែលគាត់គឺជា YouTuber ម្នាក់បានចែករំលែកទៅលើដំណើរការវះកាត់នៅបញ្ហាមហារីកក្រពេញទីរ៉ូអ៊ីតរបស់គាត់ផ្ទាល់តែម្ដងហើយទៅទិនជាមួយនឹងរឿងរ៉ាវដែលគាត់ចែករំលែកនៅក្នុងបណ្ដាញសង្គមអ៊ីនធឺណិតរបស់គាត់នឹងទៀតសោតគាត់បានលើកឡើងយ៉ាងច្បាស់ថាក្នុងលក្ខខណ្ឌដំបូងតេតិនជាមួយនឹងបញ្ហាមហារីកក្រពេញទីរ៉ូអ៊ីតរបស់គាត់នោះវាមិនស្ដែងចេញជាអ្វីច្រើនដែលធ្វើឲ្យគាត់កត់សម្គាល់នោះទេដំបូងគ្រាន់តែលេចឡើងនៅកូនដុំពកមួយដែលធ្វើឲ្យគាត់សឹងតែមិនចាប់អារម្មណ៍តតែសោះរហូតតតែបញ្ហាដុំពកនេះនៅតែបន្តកើតមាននៅតំបន់ត្រង់ករបស់គាត់ក៏ចាប់ផ្ដើមសង្ស័យខ្លួនឯងហើយក៏ទៅពិនិត្យជាមួយនឹងក្រុមគ្រូពេទ្យជំនាញហើយការវិភាគដែលធ្វើឲ្យគាត់តក់ស្លុតបំផុតនោះក្រុមគ្រូពេទ្យបានរកឃើញថាបញ្ហាដុំពកនេះគឺជាអាការៈដែលបង្ហាញពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែលតម្រូវឲ្យគាត់ទទួលយកនូវការវះកាត់ព្យាបាលឲ្យបានទាន់ពេលវេលាចំពោះដំណឹងមួយនេះដំបូង Britney គាត់ពិបាកនៅក្នុងការទទួលយកក៏ដូចជាស្លុតចិត្តបន្តិចផងដែរដោយសារតែពីមុនមកគាត់មិនធ្លាប់មានបញ្ហាសុខភាពអ្វីសោះស្រាប់តែលេចឡើងនៅកូនដុំពកមួយបែរទៅជាធ្វើរោគវិនិច្ឆ័យស្វែងរកឃើញថាខ្លួនឯងកើតនៅបញ្ហាមហារីកក្រពេញទីរ៉ូអ៊ីតក៏ប៉ុន្តែអ្វីដែលគាត់អាចធ្វើបានបន្ទាប់ពីដឹងដំណឹងនេះហើយមានតែទទួលយកនៅការព្យាបាលតាមវេជ្ជបណ្ឌិតណែនាំហើយបន្ទាប់មកគាត់ទទួលយកនៅការវះកាត់ហើយការវះកាត់របស់គាត់ក៏ដំណើរការប្រកបដោយជោគជ័យមិនបង្កជាផលរំខានណាមួយដែលគំរាមកំហែងទៅដល់សុខភាពរបស់គាត់នោះឡើយយ៉ាងណាមិញគិតមកទល់នៅក្នុងអំឡុងឆ្នាំ2025នេះមិនទាន់មានការចែករំលែកក៏ដូចជាអាប់ដេតព័ត៌មានថ្មីចេញពីស្ថានភាពសុខភាពរបស់ Britney ឡើយគ្រាន់តែអ្វីដែលគាត់បង្ហាញនៅក្នុងបណ្ដាញសង្គម YouTube របស់គាត់នោះតែទិនជាមួយនឹងក្បួននៅក្នុងការញ៉ាំដើម្បីសុខភាពល្អការដើរលេងសម្រាប់លំហែខួរក្បាលហើយបូករួមជាមួយនឹងលំហាត់ប្រាណដែលគាត់តែងតែធ្វើឲ្យខ្លួនឯងមានសុខភាពល្អបន្ថែមផងដែរចង់បញ្ជាក់បន្ថែមទៅលើស្ថានភាពជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនេះឲ្យដឹងផងដែរថាសម្រាប់កត្តាបង្កឲ្យបុគ្គលម្នាក់កើតមានទៅលើបញ្ហាមហារីកក្រពេញទីរ៉ូអ៊ីតនេះភាគច្រើនគឺត្រូវបានគេរកឃើញថាកើតមានទៅលើស្ត្រីដែលស្ថិតនៅក្នុងអាយុចន្លោះពី20ឆ្នាំទៅ55ឆ្នាំអាចកើតមានបានដោយសារតែកត្តាអរម៉ូនអឺស្ត្រូហ្សែនកើនឡើងខ្ពស់កត្តាកង្វះសារជាតិអ៊ីយ៉ូតនៅក្នុងរាងកាយក៏ដូចជាអ្នកដែលគាត់កំពុងតែមានជំងឺប្រចាំកាយមួយចំនួនផ្សារភ្ជាប់ទៅនឹងក្រពេញទីរ៉ូអ៊ីតអ្នកដែលគាត់មានប្រវត្តិគ្រួសារកើតនៅជំងឺមហារីកក្រពេញទីរ៉ូអ៊ីតកាលពីមុនមកនិងអ្នកដែលគាត់ធ្វើការប៉ះពាល់ជាមួយនឹងសារធាតុវិទ្យុសកម្មខ្ពស់ក៏អាចប្រឈមមុខជាមួយនឹងការកើតនៅជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនេះផងដែរហើយចំពោះអាការៈដែលយើងអាចកំណត់សម្គាល់បានទៅលើបញ្ហាមហារីកក្រពេញទីរ៉ូអ៊ីតនេះវាច្រើនវានឹងអាចស្ដែងឡើងដូចជាកើតមានដុំពកនៅតំបន់កខុសប្រក្រតីដែលយើងអាចសម្គាល់បានមានបញ្ហាផ្លាស់ប្ដូរសម្លេងទៅជាស្អកក្នុងដំណាក់កាលបន្ទាប់អាចនឹងពិបាកនៅក្នុងការលេបអាហារពិបាកដកដង្ហើមជាពិសេសគឺនៅក្នុងអំឡុងពេលគេងមានអាការៈឈឺកក្អកឬក៏ហើមកូនកណ្ដុរនិងដំណាក់កាលមួយទៀតអាចនឹងធ្វើឲ្យអ្នកជំងឺគាត់ប្រែទៅជាស្រកទម្ងន់ខុសប្រក្រតីនិងអស់កម្លាំងហិនល្ហែជាប់ជាប្រចាំដូច្នេះក្នុងលក្ខខណ្ឌសម្រាប់អ្នកដែលគាត់សង្ស័យទៅលើស្ថានភាពក៏ដូចជាអាការៈណាមួយដែលកើតមានទៅលើរាងកាយដោយដែលបានរៀបរាប់នៅខាងក្នុងវីដេអូនេះគួរណាស់តែប្រញាប់ទៅពិនិត្យសុខភាពជាមួយនឹងក្រុមគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យស្វែងរកពីបញ្ហាបង្កឲ្យកើតមានពិតប្រាកដនិងទទួលយកការព្យាបាលឲ្យបានទាន់ពេលវេលា